អភិបាលក្រុងកំពតស្នើបងប្អូនភៀសឹករក្សានៅកន្លែងសុវត្ថិភាពដដែលរងចាំការដោះស្រាយរបស់រាជរដ្ឋាភិបាលរហូតបញ្ចប់ជំនួសកម្ពុជាថៃស្ថិតក្នុងស្ថានភាពមិនទាន់ប្រសើរនៅឡើយចំពោះការដោះស្រាយបញ្ហាឈ្លានពានរបស់ថៃមកលើកម្ពុជាបើទោះបីជាមានការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដូច្នេះសូមបងប្អូនដែលភៀសឹកមកពីតំបន់ដែលប្រឈមតាមបណ្ដាខេត្តនានាមកកាន់ខេត្តកំពតសូមរក្សាស្នាក់នៅទីតាំងសុវត្ថិភាពដដែលហើយអាជ្ញាធរខេត្តនិងក្រុងនៅតែគិតគូរជានិច្ចចំពោះបងប្អូនការលើកឡើងរបស់លោកអភិបាលក្រុងកំពតដូចនេះក្នុងពេលដែលលោកចុះចែកអំណោយដល់ជនភៀសឹកក្នុងសង្កាត់អណ្ដូងខ្មែរលោកលៀងរឿនសុធីអភិបាលក្រុងកំពតនិងអាជ្ញាធរមូលដ្ឋានបានបន្តចោះជួបសំណេះសំណាលនិងនាំយកអំណោយជូនបងប្អូនជនភៀសឹកមកពីបណ្ដាខេត្តផ្សេងៗជាង100គ្រួសារក្នុងសង្កាត់អណ្ដូងខ្មែរក្រុងកំពតដែលបាននឹងកំពុងស្នាក់នៅជាបណ្ដោះអាសន្នជាមួយសាច់ញាតិមានមតិសំណេះសំណាលនេះឱកាសនោះលោកអភិបាលក្រុងបាននាំមកនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលមានសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងពីសំណាក់លោកម៉ៅធនិនអភិបាលខេត្តកំពតជូនដល់បងប្អូនជនភៀសឹកផងដែរលោកអភិបាលក្រុងបានបន្តថាចាប់តាំងពីពេលប្រទេសជាតិរងការវាយប្រហារឈ្លានពានចង់បានទឹកដីពីសំណាក់ប្រទេសថៃប្រមុខរាជរដ្ឋាភិបាលក៏ដូចជាលោកអភិបាលខេត្តបានដាក់ចេញនៅកិច្ចចង្អុលការទាល់មកកាន់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមរៀបចំទទួលជនភៀសឹកនៅតាមបណ្ដាខេត្តនានាដែលនឹងមកស្នាក់នៅបណ្ដោះអាសន្នជាមួយក្រុមគ្រួសារនិងបងប្អូនក្នុងមូលដ្ឋានខ្លួនពិសេសផ្គត់ផ្គង់ស្បៀងអាហារឲ្យបានគ្រប់គ្រាន់ជានិច្ចលោកលៀងរឿនសុធីបានបន្តថាទោះបីស្ថិតក្នុងកលៈទេសៈណាក៏ដោយប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរជានិច្ចពីបញ្ហាទឹកដីប្រទេសជាតិនិងប្រជាជនដោយមិនឲ្យបាត់បង់ទឹកដីសូម្បី1មីលីម៉ែត្រពិសេសគឺមិនទុកប្រជាពលរដ្ឋចោលឬឲ្យប្រជាពលរដ្ឋស្លាប់ដោយដាច់បាយនោះទេដូច្នេះសូមបងប្អូនជនភៀសឹកទាំងអស់ជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយចំនួននេះហើយមិនត្រូវជឿតាមព័ត៌មានคล้ายៗដែលប្រឌិតដោយជនអគតិនៅក្រៅស្រុកមួយចំនួនទន្ទឹមនឹងនោះលោកអភិបាលក្រុងក៏បានស្នើដល់បងប្អូនជនភៀសឹកទាំងអស់សូមរក្សាការស្នាក់នៅទីតាំងសុវត្ថិភាពនៅកន្លែងដដែលហើយរងចាំសភាពការស្ងប់ស្ងាត់និងមានការដោះស្រាយដាច់ស្រេចពីសំណាក់ថ្នាក់ដឹកនាំទទួលបានជោគជ័យសិនចាំត្រឡប់ទៅកាន់គេហដ្ឋានវិញ